អ្នកកថាការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី33នៅក្នុងប្រទេសថៃបានល្អប៉ុន្មានភាគរយទៅបើធៀបនឹងការរៀបចំរបស់កម្ពុជាព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official នៅក្នុងវីដេអូមួយនេះសូមឲ្យបងប្អូនបាញ់ចេញនៅពាក្យពិតព្រោះនេះគឺជាកីឡាដែលអាស៊ានបង្កើតឡើងមិនមែនជាកីឡារបស់សៀមជាអ្នកបង្កើតនោះទេចំពោះការបើកនិងការបិទវិញបងប្អូនសម្រាប់ខ្ញុំបានសង្កេតឃើញថាការរៀបចំរបស់កម្ពុជាគឺល្អជាងឆ្ងាយខ្លាំងណាស់មាននៅគ្រប់បែបមាននៅគ្រប់រសជាតិយើងបង្ហាញពីវប្បធម៌អរិយធម៌ប្រវត្តិសាស្ត្រមានទាំងបុរាណនិងសម័យបច្ចុប្បន្នក៏មានបុរាណក៏មានបង្ហាញពីការរីកចម្រើននៃអាណាចក្រអង្គរបាទក៏ប្លែកពីប្រទេសថៃបងប្អូនគឺរៀបអន់ខ្លាំងមែនទែនចំពោះការកាត់ក្តីឬក៏ការដាក់បន្ទុកនិយាយជារួមមកគឺលទ្ធផលតែម្ដងគឺមានការលំអៀងខ្លាំងណាស់ខុសប្លែកពីកម្ពុជាមានភាពសុក្រិតយុត្តិធម៌មានការកោតសរសើរពីបណ្ដាប្រទេសដែលបានចូលរួមរីឯក្រមសីលធម៌វិញកម្ពុជាមានគ្រប់គ្រាន់សម្រាប់ការទទួលភ្ញៀវរូរីរាក់ទាក់មិនប្រើកាយវិការណាមួយមិនសមរម្យខុសប្លែកពីប្រទេសអាស៊ានវិញបងប្អូនគឺអ្នកគាំទ្ររបស់វាបានបង្ហាញនៅអាកប្បកិរិយាមិនសមរម្យប្រើអំពើហិង្សាលើភ្ញៀវជាពិសេសគឺ fan មកពីបណ្ដាប្រទេសផ្សេងដូចជា fan ម៉ាឡេស៊ីជាដើមបងប្អូនសម្រាប់ខ្ញុំវិញមានតែប៉ុណ្្នឹងទេចុះបងប្អូនយើងវិញមានអ្វីបន្ថែមទេកុំភ្លេចចូលរួម comment នៅខាងក្រោមនេះសូមអរគុណជួបគ្នានៅវីដេអូក្រោយតើអ្នកគិតថាការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី33នៅក្នុងប្រទេសថៃបានល្អប៉ុន្មានភាគរយទៅបើធៀបនឹងការរៀបចំរបស់កម្ពុជាព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official នៅក្នុងវីដេអូមួយនេះសូមឲ្យបងប្អូនបាញ់ចេញនៅពាក្យពិតព្រោះនេះគឺជាកីឡាដែលអាស៊ានបង្កើតឡើងមិនមែនជាកីឡារបស់សៀមជាអ្នកបង្កើតនោះទេចំពោះការបើកនិងការបិទវិញបងប្អូនសម្រាប់ខ្ញុំបានសង្កេតឃើញថាការរៀបចំរបស់កម្ពុជាគឺល្អជាងឆ្ងាយខ្លាំងណាស់មាននៅគ្រប់បែបមាននៅគ្រប់រសជាតិយើងបង្ហាញពីវប្បធម៌អរិយធម៌ប្រវត្តិសាស្ត្រមានទាំងបុរាណនិងសម័យបច្ចុប្បន្នក៏មានបុរាណក៏មានបង្ហាញពីការរីកចម្រើននៃអាណាចក្រអង្គរបាទក៏ប្លែកពីប្រទេសថៃបងប្អូនគឺរៀបអន់ខ្លាំងមែនទែនចំពោះការកាត់ក្តីឬក៏ការដាក់បន្ទុកនិយាយជារួមមកគឺលទ្ធផលតែម្ដងគឺមានការលំអៀងខ្លាំងណាស់ខុសប្លែកពីកម្ពុជាមានភាពសុក្រិតយុត្តិធម៌មានការកោតសរសើរពីបណ្ដាប្រទេសដែលបានចូលរួមរីឯក្រមសីលធម៌វិញកម្ពុជាមានគ្រប់គ្រាន់សម្រាប់ការទទួលភ្ញៀវរូរីរាក់ទាក់មិនប្រើកាយវិការណាមួយមិនសមរម្យខុសប្លែកពីប្រទេសអាស៊ានវិញបងប្អូនគឺអ្នកគាំទ្ររបស់វាបានបង្ហាញនៅអាកប្បកិរិយា